ជាដំបូងសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីគ្រូសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំឈ្មោះកុយស្រីម៉ានិងគ្រូសិស្សក្រុមខ្ញុំផ្សេងទៀតនេះខ្ញុំឈ្មោះលោកលីងនេះខ្ញុំឈ្មោះសេរីកញ្ញាបាទខ្ញុំបាទឈ្មោះសេវឆាងបាទយើងក្រុមយើងខ្ញុំទាំងអស់មកពីឯកទេសគណិតវិទ្យារូបវិទ្យាបាទថ្ងៃនេះក្រុមពួកខ្ញុំបានធ្វើបទបង្ហាញទៅលើរូបភាពដែលពួកខ្ញុំបានគូដែលក្រុមចំណងជើងថាគណិតវិទ្យាគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងបាទហើយចំពោះឥឡូវយើងចុះដល់អត្ថន័យនៃរូបភាពមួយវិញម្ដងទីមួយគឺតាក់ទងជាមួយរូបផែនដីរូបសៀវភៅហើយនិងរូបមន្តធនធានមាននេះអញ្ចឹងកន្លែងហ្នឹងពួកខ្ញុំចង់បញ្ជាក់ថាគណិតវិទ្យាជាវិទ្យាសាស្ត្រពិតនិងជាភាសាសម្រាប់តភ្ជាប់នៅក្នុងសកលលោកតែថាយើងប្រើប្រាស់គណិតវិទ្យាសម្រាប់តាក់ទងជាភាសាសកលលោកមកដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍគ្រប់វិស័យហើយមួយទៀតចំពោះតាក់ទងជាមួយនឹងរូបម៉ាស៊ីនកាត់លេខនិងឧបករណ៍វាស់វែងដូចជារ៉ាបាទ័របន្ទាត់ឬក៏ដាច់ឈានអីហ្នឹងហើយនឹងក្របរូបិកហើយនឹងលេខប្រព័ន្ធងាយនេះពួកខ្ញុំចង់បញ្ជាក់ថាគណិតវិទ្យាគឺប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជាការជួញដូរការធ្វើអាជីវកម្មជាដើមនិងការសាងសង់ជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទហើយមួយទៀតចំពោះត្រង់រូបធំសម្រាប់ហើយនឹងកែវពង្រីកដែលពង្រីកទៅលើកូនឈើដែលកំពុងលូតលាស់នេះពួកខ្ញុំចង់បញ្ជាក់ថាគណិតវិទ្យាគឺផ្សារភ្ជាប់ជាមួយនឹងបរិស្ថានហើយនឹងការអភិរក្សបរិស្ថានបាទហើយចំពោះរូបការរំដួលហើយនឹងក្បាច់រចនាក្បាច់ខ្មែរនេះពួកខ្ញុំចង់បញ្ជាក់បញ្ញត្តិអារម្មណ៍យើងថាទោះបីជាយើងសិក្សាវិទ្យាសាស្ត្រមានភាពជឿនលឿនក៏ដោយក៏ប៉ុន្តែយើងត្រូវផ្សារភ្ជាប់បរិស្ថានទៅរក្សាអភិរក្សទៅលើវប្បធម៌ហើយនឹងអត្តសញ្ញាណជាតិរបស់យើងបាទបាទជាចុងក្រោយពួកខ្ញុំសូមបកគោលតួនាទីឲ្យគ្រូដឹកនាំគាត់ធ្វើការកែសម្រួលនិងផ្ដល់ជាមតិយោបល់សម្រាប់ក្រុមពួកខ្ញុំបន្ថែមទៀតបាទសូមអរគុណបាទសូមអរគុណថ្ងៃនេះយើងបានបញ្ចប់មុខវិជ្ជាខាងសិល្បៈគំនូរយើងត្រឹមថ្ងៃនេះហើយខ្ញុំឃើញថាការតុបតែងនិងការច្នៃបងប្អូនចេះយកអត្តសញ្ញាណជាតិនិងក្បៅក្បាច់រចនារបស់ខ្មែរយើងហើយនឹងសូមលើកសរសើរមួយដែលអូនប្រើអក្សរអត្តសញ្ញាណជាតិយើងជាអក្សរខ្មែរធំជាងអក្សរបរទេសបាទនេះគឺជាចំណុចរបស់សិល្បៈតែយើងមិនត្រូវលើកពីគេច្រើនជាងខ្លួនឯងទេហើយចំណុចលក្ខណៈបច្ចេកទេសគឺផ្ទៃមេឃនិងផ្ទៃដីខ្ញុំអាសាក្រៅរំលឹកហើយគឺភាគច្រើនគឺយើងចែកឲ្យដល់ដាច់ឥឡូវក្នុងពេលនេះគឺខាងក្រោមគឺធំជាងខាងលើបាទហ្នឹងមានន័យថាអារម្មណ៍យើងទទួលបានមើលទៅនោះគឺឃើញធំបន្តិចបាទហើយនឹងពេលដែលយើងរូបបញ្ចូលស៊ុំត្រូវប្រយ័ត្នឲ្យមែនទែនគឺខ្សែអក្សរ mathematic យើងនឹងគឺរឿងវាដែលយើងមើលទៅដល់ពេលដាក់ចូលស៊ុំនឹងវិញហ្មងពេលដែលយើងគូយើងអត់ចាប់អារម្មណ៍ទេអញ្ចឹងបានថាយើងត្រូវគោលដៅយើងរូបខ្ញុំបានបញ្ជាក់ឲ្យថារូបត្រូវតែមានស៊ុំអញ្ចឹងត្រូវថ្លឹងថ្លែងឆ្វេងស្ដាំខាងលើក្រោមឆ្វេងស្ដាំអត់អីតែលើក្រោមគឺនៅចែកគ្នាអត់ដាច់ផ្ទៃដីនិងផ្ទៃមេឃហើយមួយទៀតគឺលក្ខណៈរៀងវិញបន្តិចបាទហ្នឹងគឺជាចំណុចដែលខ្ញុំចង់កែលម្អសង្ឃឹមថាលើក្រោយឬក៏ពេលដែលបងប្អូនទៅរៀនសិស្សបន្តទៀតអាចយកជំនាញខាងសិល្បៈគំនូរយើងទៅបញ្ជ្រាបបន្តិចតាមគេថាសម្ភារៈឧបទេសក៏ដូចជាកិច្ចតែងការដើម្បីទាក់ទាញការបង្រៀនរបស់បងប្អូនឲ្យបានទៅមុខដោយរលូនបាទសូមអរគុណ